Ok, nhưng chẳng vậy để tương cho mùi năng nè đã có call mà nhóm hơi chân xã ca do AI trên đi nó do từ pra xongรับtình lụa nia còn nãy ở vậy để code bàn dạy cho mùi nhóm cứ code miền pan cá tớiประโมลอยปีเนี่ยพุ่มให้เอาการประtớiเนี่ยพุ่มมาgiờ lôi đỡ nắng giờ máu វិនិយោគទៅលើការទិញលក់មាសហៅថា Forex ខ្ញុំក៏បានប្រាប់ទៅគាត់វិញថាខ្ញុំអត់ធ្វើការជាមួយគាត់ទេហើយខ្ញុំក៏មិនអនុញ្ញាតឲ្យគាត់ប្រើប្រាស់ជើងនេះសម្រាប់យកទៅប្រើក្នុងផ្លូវបែបហ្នឹងដែរអញ្ចឹងចំពោះការប្រើប្រាស់ជើងនេះអ្នកដែលអតិថិជនដែលចង់ប្រើប្រាស់ជើងនេះមិនថាប្រើ free ប្រើបងលុយប្រើជើងនេះយើងយកទៅ run នៅលើកុំព្យូទ័ររបស់ខ្លួនឯងប្រើកូដរបស់ជើងនេះ AI ជើងនេះយើងយកទៅ run លើកុំព្យូទ័ររបស់ខ្លួនឯងបើសិនជាខ្ញុំដឹងថាអ្នកទាំងអស់គ្នាទី1ខ្ចីលុយគេដើម្បីយកមកវិនិយោគទៅលើវិស័យ Forex ហ្នឹងយកលុយដែលចាំបាច់របស់គ្រួសារយកមកប្រើឬក៏ទៅគៀងកលុយពីមជ្ឈដ្ឋានណាមួយហើយយកមកប្រើនៅក្នុងការ trade ព្រោះការ trade នៅលើវិស័យ Forex ឬក៏ការទិញលក់មាសគឺវាមានហានិភ័យខ្ពស់ណាស់អ្នកទាំងអស់គ្នាអាចបាត់បង់ទឹកស្រង់តែម្ដងនៅលុយដែលអ្នកទាំងអស់គ្នាវិនិយោគខ្ញុំមុននឹងខ្ញុំបង្កើត channel នេះខ្ញុំប្រឡូកជាមួយវិស័យនេះតែហើយតែទៀតតែហើយតែទៀតគឺបរាជ័យច្រើនណាស់ក្នុងនាមយើងជាមនុស្សព្រោះ trade ជាមួយនឹង AI market គឺវាជា AI ដ៏ធំមួយវាគឺជាប្រព័ន្ធកុំព្យូទ័រប្រព័ន្ធមួយដែលគេចងក្រងដោយអ្នកប្រាជ្ញដោយអ្នកខ្លាំងហើយយើងគ្រាន់តែជាមនុស្សហ្នឹងធម្មតាហ្នឹងគឺមិនអាចឈ្នះទីផ្សារដោយងាយនោះទេមិនថាអ្នកទាំងអស់គ្នា trade 3ឆ្នាំ5ឆ្នាំ10ឆ្នាំនៅតែបរាជ័យពីព្រោះអីមនុស្សទោះបីជាយើងមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយយើងមានចំណុចខ្សោយទី1នោះគឺការបាត់បង់វិន័យខ្លួនឯងសំខាន់បំផុតការបាត់បង់វិន័យខ្លួនឯងទី2តកតងជាមួយនឹងភាពអត់ធ្មត់និងភាពលោភលន់របស់យើងអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានហើយនឹងទី3អ្វីដែលយើងដឹងហ្នឹងគឺវាមានកំណត់បញ្ញារបស់យើងគឺមានកំណត់ទីផ្សារប្រែប្រួលអត់ឈប់ឆាវទេអញ្ចឹងអ្នកនរគ្នាមិនអាចតាមទាន់ទីផ្សារទេអាចតាមទាន់តែអ្នកត្រូវរៀនហើយត្រូវគោរពដោយវិន័យមានសមាធិមានអ្នកជោគជ័យដោយ straight ដោយផ្ទាល់ប៉ុន្តែក្នុង1000នេះអាចមានអ្នកជោគជ័យ2ទៅ3អ្នកទេនឹងជាហេតុដែលខ្ញុំបង្កើត channel មកគឺដើម្បីជួយអ្នកទាំងអស់គ្នាកុំឲ្យ suffer កុំឲ្យyes ចំណាយពេលរាប់ឆ្នាំហើយអត់បានផលជាមួយនឹង channel គឺវាដូចជាមានអ្នកជំនាញម្នាក់ឥឡូវនេះ channel មិនត្រឹមតែជំនាញនៅក្នុងការ trade ប្រឹក្សាទៅមួយនឹងហៅថា financial literacy ផងដែរមានន័យថាជំនួយស្មារតីទៅជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពតាំងពីខ្ញុំចាប់ផ្ដើមផលិត channel មកប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្ញុំក៏ចាប់ផ្ដើម stable ដែរខ្ញុំអនុវត្តក្នុងការរំលោភក្នុងការបង់បំណុលក្នុងការកាត់បន្ថយបំណុលគឺអនុវត្តតាម channel ទៅគឺមានប្រសិទ្ធភាពល្អអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាមុនរងខ្ញុំគិតថាខ្ញុំផលិត channel មកសម្រាប់តាមម្នាក់ឯងទេឥឡូវខ្ញុំគិតថាយើងចែកឲ្យបងប្អូនរបស់យើងប្រើ free 3ដងក្នុងមួយថ្ងៃឲ្យសួរសំណួរអីក៏បានដែរដល់នេះអាចសួរតើទៅមួយហេតុអីក៏ទៅបងប្អូនកាន់ទៅចំណេះដឹងការសំលុយធ្វើម៉េចឲ្យយើង grow នៅហៅថា income wheel ឬក៏ health financial freedom ចឹង channel គឺជួយអ្នកទាំងអស់គ្នា channel មិនមែនសម្រាប់តែ Gen Z ឬក៏ Gen X ឬក៏ Gen Y ទេ all generation គឺ Gen នេះគឺជា Gen I បើន័យថា1000ឆ្នាំទៅមុខទៀតគឺជា next generation Gen នេះ is next generation for you